សួស្តីមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នានៅមុខម្ហូបឆាមួយទៀតហើយគឺឆាស្គរឡប់ជាមួយនឹងផ្សិតឆាស្គរឡប់ជាមួយផ្សិតគ្រឿងផ្សំមានដូចជាទឹកប្រេងខ្យងប៊ីចេងប៊ឺខ្ទឹមសខ្ញីទឹកស៊ីអ៊ីវស្ករសគ្រឿងផ្សំកែវធ្វើអំពីក្តាមផ្សិតដើមខ្ទឹមអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនាំបងប្អូនទៅធ្វើជាមួយគ្នា